គួរធ្វើសកម្មភាពអ្វីខ្លះនៅពេលព្រឹកទើបធ្វើឲ្យសុខភាពរបស់យើងល្អនិងមានប្រព័ន្ធភាពស៊ាំរឹងមាំសកម្មភាពទី1ដែលទាំងអស់គ្នាគួរធ្វើគឺការធ្វើលំហាត់ប្រាណការធ្វើលំហាត់ប្រាណនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ល្អក៏ដូចជាមានភាពស្វាហាប់ក្នុងការបំពេញការងារពេញមួយថ្ងៃទី2គឺការបរិភោគអាហារពេលព្រឹកអាហារពេលព្រឹកអ្នកទាំងអស់គ្នាគួរបរិភោគមានសាឡាត់ក្នុងសាឡាត់សម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែហើយវាជួយបន្ថយជាតិខ្លាញ់នៅក្នុងឈាមនិងជួយបណ្ដេញជាតិពុលនៅក្នុងរាងកាយហើយវាថែមទាំងជួយដល់ការរំលាយអាហារផងដែរអាហារទី2នោះគឺផ្លែឈើស្រស់ផ្ដល់ស្ករធម្មជាតិហើយសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងផងដែរទី3គឺស៊ុតសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ដែលជួយបង្កើនសាច់ដុំនិងសម្រួលដល់ការដុតរំលាយខ្លាញ់លើពីនោះស៊ុតក៏មានអត្ថប្រយោជន៍ចំពោះភ្នែកហើយធ្វើឲ្យយើងឆ្អែតបានយូរផងដែរបើចង់បានសុខភាពល្អកុំភ្លេចធ្វើសកម្មភាពទាំងនេះនៅពេលព្រឹក